I regard you as my friend I regard you as my friend ចឹងបងប្អូននឹងរៀនអំពីពាក្យមួយប៉ុន្តែវាចងជាមួយផ្សេងទៀតពាក្យ regard នេះណា I regard you as my friend អញ្ចឹងកាលណាយើងមើលសំណង់ regard somebody as somebody មានន័យថាចាត់ទុកនរណាម្នាក់ជានរណាម្នាក់អញ្ចឹងប្រយោគនេះបងប្អូនមើលយល់អត់ I regard you as my friend ខ្ញុំចាត់ទុកអ្នកជាមិត្តរបស់ខ្ញុំឃើញអត់ She regards me as her sweetheart នាងចាត់ទុកខ្ញុំជាសង្សាររបស់នាងដល់ពេល with best regards វាទៅជាន័យផ្សេងវិញដោយក្តីគោរពណាដោយក្តីគោរពដ៏ខ្ពង់ខ្ពស់អីចឹងទៅណាដោយក្តីគោរពខ្ញុំសូមជូនពរអ្នកឲ្យជោគជ័យនៅក្នុងមុខតំណែងថ្មីរបស់អ្នក With best regards I would like to wish you success in your new position With regard to ដល់ពេល with regard to មិនបកថាដោយក្តីគោរពអីទេចំពោះអំពីតេតឹងទៅនឹងណាបងប្អូនអត់ចង់ប្រើ about បងប្អូនប្រើជា clear បែបនេះ With regard to improving English practice is essential អូខេចំពោះការធ្វើឲ្យភាសាអង់គ្លេសរីកចម្រើនឬក៏តេតឹងទៅនឹងការធ្វើឲ្យភាសាអង់គ្លេសរីកចម្រើនការអនុវត្តគឺចាំបាច់បំផុត Practice is essential in regard to អញ្ចឹងចំណុចនេះបងប្អូនអត់ចង់ប្រើ with regard to បងប្អូនប្រើ in regard to ណា In regard to your question I agree with you តើតើនឹងសំណួររបស់អ្នកខ្ញុំយល់ស្របជាមួយអ្នក English is very important in this regard we should study it អញ្ចឹងពេលដែលគេប្រើ clear ថា in this regard មានន័យបញ្យល់ពីខាងដើមដែលយើងលើកមកនិយាយឧទាហរណ៍ថានេះ English is very important ប្រយោគយើងនិយាយខាងដើមអង់គ្លេសសំខាន់ណាស់ in this regard នៅក្នុងន័យនេះគេចង់បញ្យល់បន្ថែមនៅក្នុងន័យនេះយើងគួរតែរៀនវាឃើញអត់អញ្ចឹងនៅក្នុងលិខិតភាគច្រើនបងប្អូនចាំសង្កេតមើលលិខិតរបស់រាជរដ្ឋាភិបាលដែលគេសរសេរជាភាសាអង់គ្លេសគឺគេប្រើ clear ហ្នឹងអញ្ចឹងបងប្អូនចេះអាហ្នឹងទៅមើលយល់ហ្មងអត់មានបកចាត់ទុកអីទៀតទេណា in this regard ក្នុងន័យនេះ we should study it យើងគួរតែរៀនវា